សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នាងខ្ញុំម្ដងទៀតលើកនេះខ្ញុំមកឆ្លៀតណែនាំខ្លួនអ្នកនិយាយដល់សែននឹមនួននឹងឈ្មោះហ៊ីវដែលជាម្ចាស់ Page ហ៊ីវ Cambodia ដែលបងប្អូនគ្រប់គ្នាឆ្កល់ថាចន់ទូចញញបើការចងចាំបងប្អូនល្អហ្នឹងហើយម្ចាស់សំឡេងឡានបែបគុណភាពលើកនេះនាងខ្ញុំចេញមកបែបសភាពមករៀនសំហាយរឿងសំហាយដវងបងអូនអើយបើមានកំហុសខុសឆ្គងអីជួយខមមិនកែសម្រួលផងហើយបងជួយឆាន់ខែបអូម្នាក់មួយមកដើម្បីជាការលើកទឹកចិត្តហើយបានជួប admin ញឹកឥឡូវយើងមករំលឹកសាច់រឿងរបស់យើងវិញរូបភាពដែលបងប្អូនពងឃើញវិញហ្នឹងគឺពីងពាំងពងពេញពុះហ្នឹងកំពុងតែស៊ីពីងពាំងមួយទៀតទង្វើគួរឲ្យខ្លាចហ្នឹងវាអាចជាទម្លាប់របស់សត្វអាសេរពឹសមួយចំនួនដើម្បីរួចខ្លួនឬហឺហៀងហ្នឹងពួកគេត្រូវស៊ីគ្នាឯងជាអាហារជួនកាលវាអាចស៊ីមេដាដូចជាកូនខ្ញាំហើយជាដើមចំណីដំបូងរបស់កូនខ្ញាំហើយហ្នឹងគឺម៉ែរបស់វានឹងឯងឥឡូវយើងមកនិយាយពីបរិសម្នាក់ឈ្មោះហុងចើមពេលដេកពេលយប់ហ្នឹងអត់មានសើមទេតែហុងចើមតែងតែលឺសពអាក្រក់ក្នុងយោសពនោះគឺគាត់ឃើញពីងពាំងពងពេញពុះកំពុងតែស៊ីគ្នាឯងនឹងឯងរាល់ពេលយោសពហ្នឹងគាត់តែងតែកើតការចំបែកនឹងការភ័យខ្លាចភាពភ័យខ្លាចយ៉ាងបានលងបន្លាចតាំងពីគាត់នៅក្មេងដោយសារការគាត់នៅក្មេងហ្នឹងគាត់បានរស់នៅក្នុងកសិដ្ឋានរបស់ឪពុកគាត់ហ្នឹងជាអ្នកវិទ្យាសាស្ត្រសិក្សាខាងសត្វល្អិតចឹងហើយក្នុងកសិដ្ឋានរបស់ពុកគាត់នឹងពោពេញដោយពីងពាំងហើយពីងពាំងទាំងនោះមានច្រើនប្រភេទហើយគួរឲ្យខ្លាចថ្ងៃមួយធ្វើឲ្យហុងចើមភ័យខ្លាចស្ទើរតែកាំងបេះដូងដោយសារតែឃើញពីងពាំងនឹងស៊ីគ្នាឯងម្ដាយហុងចើមក៏កើតក្តីចម្បែងក៏សុំលេងលះជាមួយឪពុកហុងចើមហើយហុងចើមក៏ចាប់ផ្ដើមមករស់នៅតែពីអ្នកម្ដាយកូនតិចទៀតហ្នឹងហុងចើមហ៊ានចាប់ត្រូវទទួលសញ្ញាបត្រហុងចើមក៏ធ្វើការផ្ញើសារទៅឪពុកដើម្បីហៅឪពុកមកចូលរួមថ្ងៃទទួលសញ្ញាបត្រតែពេលផ្ញើទៅបាត់អត់ឃើញឪពុកនឹងឆ្លើយតបមកវិញហុងចើមក៏កើតក្តីតូមណេញអត់ឃើញឪពុកតបសារមកវិញមិនដឹងថាមានរឿងអីកើតឡើងទៅលើឪពុកអត់ព្រោះឪពុកនៅម្នាក់ឯងជាមួយសត្វពីងពាំងដ៏ច្រើនម៉ឺនសែនដើម្បីជំរះក្តីចម្បែងហុងចើមក៏ធ្វើដំណើរម្នាក់ឯងមកផ្ទះឪពុករបស់ខ្លួនដែល10ឆ្នាំហើយមិនដែលមកទេផ្ទះហ្នឹងតាំងពីម៉ែអូបែកបាក់គ្នាពេលចូលដល់ក្នុងផ្ទះមានសភាពស្ងាត់ហើយច្បុកពីងពាំងពតពេញនឹងហុងចើមបានសម្លឹងលេចកើតហើយក៏ឆែកសួរថាប៉ានៅណាមិនដឹងថាប៉ាខ្លួនទៅសារឬទៅការ៉ាអូខេនៅមិនបានយូរទេហុងចើមក៏បន្តធ្វើដំណើរទៅមើលបន្ទប់មួយទៀតម្យ៉ាងទៀតហុងចើមក៏មានអារម្មណ៍ថាខ្លាចខ្លះដែរព្រោះអីផ្ទះហ្នឹងឆ្ងាត់ចងំហើយអាងឹតឈឹងហើយគាត់ក៏ធ្លាប់ខ្លាចពីងពាំងកាលពីគាត់នៅតូចហុងចើមក៏លូកដៃបើកទ្វារហើយទ្វារហ្នឹងពោពេញដោយច្បុកពីងពាំងពតពេញគ្រាន់តែបើកទ្វារភ្លាមហុងចើមតក់ស្លុតអុកគូតញ៉ាច់ដោយសារតែឃើញឆាចអ្នកដែលនៅក្រោយទ្វារនោះគឺឪពុករបស់ខ្លួនដែលដើមរួនខ្លួននឹងជ្រុះទៅដោយពីងពាំងពះពេញដីឪពុករបស់ហុងចើមក៏ហត់ដៃទៅហុងចើមដៃរាងសើមហើយសម្លៀកបំពាក់ក៏ខិចខ្លួនគាត់នឹងមានក្លិនមិនដឹងអាម៉េចទេតែក្លិនចម្លែកចំណែកឯស្បែកហ្នឹងបែរជាមានសរសៃខៀវក្រហមហុងចើមចាប់ដើមឆ្ងល់ហើយមានអារម្មណ៍ចម្លែកគិតថាមានរឿងអីកើតឡើងចំពោះឪពុកគាត់ឪពុកហុងចើមក៏ហើបមកសួរថាហើយមកនឹងធ្វើអីអាហុងចើមក៏ងើបឡើងហើយហត់ច្បុនអញ្ជើញទៅឪពុករបស់គាត់ដើម្បីអញ្ជើញឪពុកនឹងទៅចូលរួមថ្ងៃទទួលសញ្ញាបត្រឪពុកហុងចើមក៏បន្តភាពស្ងៀមស្ងាត់កែកត់លើកដៃទទួលសម្បុរអញ្ជើញពីកូនហុងចើមមើលមុខឪពុកហើយក៏ឃើញស្អីគេជាប់ភ្នែកឪពុកហើយក៏យំរាមដៃហុកអូមែនទេយំរាមដៃហ្នឹងបេះស្អីគេចេញពីភ្នែកឪពុកវាមានរាងដូចស្បុកពីងពាំងស្អិតជាប់ភ្នែកដូចជាប់ពីក្នុងមកអញ្ចឹងណាឪពុកហុងចើមរាំងខឹងក៏វះដៃហុងចើមចេញហើយគាត់ក៏យួរដៃញីភ្នែកខ្លួនឯងហុងចើមក៏បន្តនិយាយជាមួយឪពុកថែមទៀតថាប៉ាឡានរបស់ខ្ញុំខូចហើយអញ្ចឹងខ្ញុំសុំដេកជាមួយប៉ាមកយប់បានអត់ឪពុកហុងចើមក៏និយាយថានៅបានតែនៅក្នុងតែបន្ទប់បានហើយកុំដើរផ្ដេសផ្ដាស់ពេលនោះហុងចើមនៅក្នុងបន្ទប់មិនសុខហើយឃើញអូរាងខុសប្លែកហុងចើមក៏ចម្លែកក្នុងអារម្មណ៍ក៏គិតថា
ថៅទៅរកការពិតឲ្យឃើញតើមានរឿងអីកើតឡើងក្នុងផ្ទះនេះគាត់ក៏ចូលក្នុងបន្ទប់របស់ឪពុកគាត់ហើយឆែកឯកសារនានាដែលឪពុកគាត់ធ្លាប់ធ្វើការតាំងពីមុនមកក្នុងคลิปឯកសារគឺគាត់ឃើញថាមានពីងពាំងញីមួយក្បាលពងពេញពុះពេលនោះពីងពាំងនោះកំពុងតែឈឺពោះចង់បញ្ចេញពងពេលពីងពាំងបញ្ចេញពងបានពងនោះក៏ញ៉ោះចេញជាកូនពីងពាំងហើយកូនពីងពាំងហ្នឹងពេលវាឃ្លានវាក៏ស៊ីម៉ែវាធ្វើឲ្យម៉ែពីងពាំងហ្នឹងងាប់ទាំងវេទនាពេលហុងចើមឃើញកូនពីងពាំងស៊ីម៉ែវាហុងចើមក៏ស្លុតចិត្តហេតុអីក៏ឈាមកជាក់ម្ល៉េះពេលនោះហុងចើមក៏បើកហ្វាល់វីដេអូមួយទៀតមើលហុងចើមធ្វើភ្នែកនឹងស្លើព្រោះក្នុងវីដេអូនោះឃើញពីងពាំងកំពុងតែពងដាក់ខ្នងមនុស្សហុងចើមក៏ឆ្ងល់ថាមនុស្សនោះគឺជាឪពុករបស់ខ្លួនមែនហេតុអីបានជាឪពុករបស់ខ្លួនបដ ாய் ឲ្យពីងពាំងពងដាក់ខ្នងហើយពេលពងទាំងនោះញ៉ោះមកមិនដឹងថាខ្លាយជាយ៉ាងណាទៅបើវាទុំនៅលើខ្លួនមនុស្សអញ្ចឹងហុងចើមបានតែសម្លឹងហើយតក់ស្លុតពេលនោះឪពុកហុងចើមក៏ចូលមកដល់បាច់ឆ្ងល់ទេភ្នែកឪពុកហុងចើមបានផ្លាស់ប្ដូរឪពុកហុងចើមក៏សួរទៅហុងចើមថាហែងធ្វើអីនៅហ្នឹងហុងចើមខំផឹងទៅពីក្រោយឪពុកហើយហែកកៅអៅមើលទើបដឹងថាអ្វីដែលគាត់គិតនឹងនៅស្ទើរពីងពាំងនោះមិនមែនត្រឹមតែដាក់ពងនៅលើខ្នងទេវាថែមជាចូលក្នុងខ្នងឪពុករបស់ខ្លួនទៀតហើយឆ្លៀតរស់នៅក្នុងខ្លួនមនុស្សភ្នែករបស់ឪពុកហុងចើមក៏ចាប់ផ្ដើមប្រែប្ដូរពីភ្នែកមនុស្សទៅជាភ្នែកពីងពាំងតែហុងចើមនៅឮសំឡេងឪពុករបស់ខ្លួនហើយនិយាយថាហត់ចេញពីទីនេះឲ្យលឿនទៅហុងចើមក៏រកផ្លូវដើម្បីជួយឪពុករបស់ខ្លួនព្រោះអីឪពុកនៅមានស្មារតីនៅនឹងដៃហុងចើមមានតែបន្ទាត់មួយគាត់ក៏បោះពួយយកបន្ទាត់នោះចាក់ចំពីងពាំងដែលទុំនៅខ្នងឪពុករបស់គាត់ចាក់នឹងហត់ហើយម៉ែពីងពាំងក៏វាងាប់តែកូនពីងពាំងបែកខ្ញាចេញពេញនឹងពេលនោះឪពុកហុងចើមក៏ខំផឹងហុញហុងចើមចេញហើយស្ដីថាហែងកុំមកសម្លាប់កូនអញហុងចើមក៏ដឹងខ្លួនថានេះមិនមែនជាឪពុករបស់ខ្លួនទៀតទេនេះជាបិសាចពីងពាំងដែលនាងបានគ្រប់គ្រងខួរក្បាលឪពុករបស់ខ្លួនរួចចាច់ទៅហើយពេលនោះហើយឪពុកហុងចើមខំប្រម៉ែប្រមូលកូនពីងពាំងហើយមើលថែដូចជាម្ដាយពីងពាំងធ្វើចំពោះកូនពីងពាំងអញ្ចឹងហុងចើមបានតែសម្លឹងហើយភ័យខ្លាចហើយក៏ចង់ជួយឪពុកតែមិនដឹងជួយយ៉ាងណាហើយក៏ដឹងថាចង់ហួសពេលហើយព្រោះអីមានពីងពាំងដ៏ធំមួយកំពុងតែធ្វើដំណើរមកចំណែកឪពុកហុងចើមវិញដែលដើរតួជាម្ដាយពីងពាំងហើយយើងដឹងឆាបហើយកូនពីងពាំងវាទៅតែញ៉ោះវាហេវពេលវាហេវវាស៊ីម៉ែជាចំណីដំបងឪពុកហុងចើមក៏ឆែកអូងលងដោយក្តីឈឺចាប់ហើយក៏បានស្លាប់ដោយសារតែកូនពីងពាំងស៊ីជាចំណីហុងចើមក៏លើកដៃចង់ជួយឪពុករបស់ខ្លួនហុងចើមក៏អត់បានប្រយ័ត្នខ្លួនត្រូវបានពីងពាំងនឹមនួនបាញ់សំណាញ់ចេញពីគូតហុំខ្លួនហុងចើមជាប់ហុងចើមក៏សន្លប់ក្នុងសំណាញ់គូតរបស់ពីងពាំងឆៃចំណែកឪពុកហុងចើមដេកដីគ្មានសល់អីទេសល់តែឆ្អឹងហើយនឹងសក់ចំណែកហុងចើមនោះមិនដឹងតែខ្លួនคล้ายជាចំណីឬคล้ายជាប្តីរបស់ពីងពាំងឆៃទេហើយរឿងគេក៏ចប់ត្រឹមហ្នឹង